នេះចេញមកស្អាតហ្មងលងអត់មានប្រឡាក់អីបន្តិចទេហើយជាប់បានច្រើនទៀតកាន់ហ្មងថ្ងៃនេះខ្ញុំនឹងណែនាំពុកម៉ែបងប្អូនមកតាមដានការបាញ់សាកល្បងស្វាយរបស់កសិករនៅខាងស្រុកកងមាសសម្រាប់រូបមន្តដែលបាញ់ពិសោធន៍នេះគឺជាមួយនឹងផ្លែជាប់ខ្លាំង2គីឡូហើយនឹងដំរីប្រែកាយចំនួនកន្លះគីឡូក្នុងទឹក1000លីត្រផងដែរបាទដើម្បីបាញ់ស្រោចទៅលើការស្វាយដែលវាលោតក្បាលរុយមករៀងស្ទើរមិនសូវធំថ្លោះគឺយើងបាញ់ទៅដើម្បីឲ្យវាធំថ្លោះបាទហើយនេះគឺជាសកម្មភាពនៃការបាញ់សាកល្បងខែ12នេះតែម្ដងបាទហើយបន្ទាប់ពីបាញ់មកគឺឥឡូវនេះគឺមានរយៈពេល1សប្តាហ៍ហើយបាទនេះចេញមកស្អាតហ្មងលងអត់មានប្រឡាក់អីបន្តិចទេហើយជាប់បានច្រើនទៀតកាន់ហ្មង